ទាំងជាច្រើនបានត្រូវបំផ្លាញមនុស្សបាត់បង់អ្វីៗគ្រប់យ៉ាងហើយស្នាក់នៅក្នុងតង់បណ្ដោះអាសន្នរញ្ជួយដីនៅអេក្វាដ័របានសម្លាប់មនុស្ស700នាក់ហើយជាង20000នាក់បានរងរបួសគឺជាមហន្តរាយដ៏អាក្រក់បំផុតនៅអាមេរិកកណ្ដាលនិងខាងត្បូងតាំងពីរញ្ជួយដីនៅហៃទីកាលពីឆ្នាំ2010ពិធីក្បួនយាត្រាគ្រួសារជីវិតថ្មីនៃសេចក្តីស្រឡាញ់លើកទី17ធ្វើឡើងដើម្បីផ្ដល់ក្តីសង្ឃឹមដល់អេក្វាដ័រដែលនៅចុងម្ខាងទៀតនៃពិភពលោកពីកូរ៉េអគ្គនាយិកាសាំងកេចានៃអង្គការមូលនិធិ We Love You អន្តរជាតិបានរៃអង្គាសថវិកាដើម្បីជួយជនរងគ្រោះដោយសាររញ្ជួយដីនៅអេក្វាដ័រទីក្រុងឆាម៉ាន់កាដែលនៅជិតចំណុចកណ្ដាលនៃការរញ្ជួយដីបានរងការខូចខាតខ្លាំងបំផុតគ្រឿងបរិក្ខារសម្ភារៈផ្ទះបាយនិងសម្ភារៈចាំបាច់ប្រចាំថ្ងៃបានផ្ដល់ជូនជនរងគ្រោះដែលពិបាកសម្បីតែរកបានអាហារញ៉ាំដោយសារស្នាក់នៅក្នុងតង់បណ្ដោះអាសន្នអស់រយៈពេលជាច្រើនខែយើងសូមថ្លែងអំណរគុណដល់មូលនិធិ We Love You អន្តរជាតិដែលបានជួយដល់យើងអរគុណខ្លាំងណាស់អរគុណច្រើនដែលបានមកជួយយើងស្របពេលដែលយើងត្រូវការជំនួយបំផុតសម្ភារៈសង្គ្រោះត្រូវបានដឹកជញ្ជូនទៅមិនត្រឹមតែឆាម៉ាន់កាប៉ុណ្ណោះទេក៏មានតំបន់រងគ្រោះដោយសាររញ្ជួយដី7កន្លែងផ្សេងទៀតរួមទាំងមួយស្នេហ៍និងផតទេផងដែរយើងកំពុងឆ្លងកាត់គ្រាដ៏លំបាកនៅពេលនេះប៉ុន្តែជំនួយដែលយើងទទួលបានពីប្រទេសផ្សេងៗនិងទីក្រុងផ្សេងៗគឺជាការលួងលោមដ៏ធំបំផុតសម្រាប់យើងសូមថ្លែងអំណរគុណដល់អង្គការមូលនិធិ We Love You អន្តរជាតិនិងអ្នករាល់គ្នាអគ្គនាយិកាសាំងគីលចារួមទាំងសមាជិកនិងដៃគូ We Love You កំពុងដុតដៃដុតជើងយ៉ាងខ្លាំងសម្រាប់ប្រទេសអេក្វាដ័រដើម្បីជួយប្រទេសនានានៅជុំវិញពិភពលោកដែលកំពុងរងផលប៉ះពាល់ដោយសាររញ្ជួយដីនិងគ្រោះធម្មជាតិផ្សេងៗទៀតខ្ញុំសូមថ្លែងអំណរគុណដល់អគ្គនាយិកាសាំងគីលចានិងសមាជិកទាំងអស់ចំពោះការខិតខំប្រឹងប្រែងដ៏អស្ចារ្យក្នុងការបង្កើនជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់អ្នកដែលត្រូវការជំនួយក្រសួងសេដ្ឋកិច្ចនិងសង្គមកិច្ចនៃប្រទេសអេក្វាដ័របានប្រគល់លិខិតថ្លែងអំណរគុណដល់អគ្គនាយិកាសាំងគីចាដែលបានជួយដល់ប្រទេសអេក្វាដ័រទាំងផ្នែកសម្ភារៈនិងស្មារតីយើងសង្ឃឹមថាក្តីសង្ឃឹមដ៏កក់ក្ដៅនៃចិត្តរបស់ម្ដាយដែលអគ្គនាយិកាសាំងគីចានិងសមាជិក We Love You ចែករំលែកនឹងផ្ដល់កម្លាំងដល់ជនរងគ្រោះដោយសាររញ្ជួយដីដើម្បីឲ្យពួកគាត់មានក្តីសង្ឃឹមឡើងវិញ។